អ្វីគ្រាន់តែផ្លែបំធ្លាក់មកលើដីបង្កើតបានទៅជាទំនាញផែនដី Sir Isaac Newton គឺជាអ្នកវិទ្យាសាស្ត្រនិងកណិតវិទូដ៏អស្ចារ្យម្នាក់បានផ្លាស់ប្ដូររបៀបដែលមនុស្សយើងយល់ពីពិភពលោកការរកឃើញដ៏ល្បីបំផុតមួយរបស់លោក Newton គឺទំនាញផែនដីរឿងរ៉ាវនេះកើតឡើងដោយលោកឆ្ងល់ថាហេតុអ្វីបានជាផ្លែប៉ោមធ្លាក់មកលើដីគាត់បានគិតយ៉ាងជ្រៅបានដឹងថាកម្លាំងដែលហៅថាទំនាញទាញវត្ថុមកកាន់ផែនដីគាត់បានរកឃើញថាទំនាញផែនដីថែរក្សាព្រះច័ន្ទនៅក្នុងកន្លងជុំវិញផែនដីភពនានានៅក្នុងកន្លងជុំវិញព្រះ Sir Isaac Newton បានបង្កើតច្បាប់ចលនាចំនួន3ផងដែរដែលបញ្យល់ពីរបៀបដែលវត្ថុផ្លាស់ទីច្បាប់ទី1វត្ថុនឹងនៅស្ងៀមឬផ្លាស់ប្ដូរទីតាំងត្រូវតែមានអ្វីមួយធ្វើឲ្យវាឈប់ឬផ្លាស់ប្ដូរទិសដៅច្បាប់ទី2គាត់បញ្យល់ពីរបៀបដែលកម្លាំងនិងម៉ាស់ប៉ះពាល់ដល់ចលនាច្បាប់ទី3បានចែងថារសកម្មភាពប្រតិកម្មស្មើគ្នានឹងផ្ទុយគាត់មិនត្រឹមតែជាអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេតែក៏ជាអ្នកគណិតវិទ្យាដ៏អស្ចារ្យម្នាក់គាត់បានជួយបង្កើតគណិតវិទ្យាមួយប្រភេទដែលគេហៅថាគណនាជាប្រយោជន៍សម្រាប់ការដោះស្រាយបញ្ហារូបវិទ្យាវិស្វកម្មនិងសូម្បីតែសេដ្ឋកិច្ចអ្វីទៅជាអាតូមអាតូមគឺជាគ្រឹះនៃអ្វីៗទាំងអស់គ្រប់យ៉ាងដែលយើងឃើញទឹកខ្យល់អាហារសូម្បីតែរាងកាយរបស់អ្នកត្រូវបានបង្កើតឡើងដោយអាតូមមានផ្នែក3សំខាន់នៅចំកណ្ដាលអាតូមមានប្រូតុងនិងនូត្រូងនៅជុំវិញស្នូលអេឡិចត្រូងតូចៗធ្វើចលនាលឿនដូចជាភពដែលវិលជុំវិញព្រះអាទិត្យអាតូមមានទំហំតូចណាស់ដែលយើងមើលមិនឃើញនៅពេលដែលអាតូមចូលគ្នាពួកវាបង្កើតទៅជាម៉ូលេគុលឧទាហរណ៍អាតូមអ៊ីដ្រូសែន2និងអាតូមអុកស៊ីសែន1បញ្ចូលគ្នាដើម្បីបង្កើតទឹកនោះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រហៅអាតូមថាជាបណ្ដុំនៃចក្រវាឡអ្វីទៅជាគីមីវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីរូបធាតុដែលមានន័យថាអ្វីៗទាំងអស់ដែលមានម៉ាស់និងកាន់កាប់លំហវាពិនិត្យមើលអ្វីដែលវត្ថុត្រូវបានបង្កើតឡើងរបៀបដែលត្រូវបានបង្កើតឡើងនិងរបៀបដែលត្រូវផ្លាស់ប្ដូរនៅក្នុងគីមីវិទ្យាយើងរៀនអំពីអាតូមម៉ូលេគុលធាតុនិងប្រតិកម្មផ្លុកសំណង់តូចៗដែលបង្កើតអ្វីៗគ្រប់យ៉ាងជុំវិញយើងចាប់ពីខ្យល់ដែលយើងដកដង្ហើមរហូតដល់អាហារដែលយើងញ៉ាំនិងសូម្បីតែរាងកាយរបស់យើងផ្ទាល់គីមីវិទ្យាក៏បញ្យល់ពីរបៀបដែលសារធាតុមានអន្តរកម្មផងដែរដូចជាមូលហេតុដែលដាច់ច្រេះហើយអ្វីបានជាថ្មផលិតអគ្គិសនីហើយអ្វីបានជាសាប៊ូអាចសម្អាតបាននិងមានច្រើនទៀតផងដែរសរុបមកគីមីវិទ្យាជួយឲ្យយើងយល់អំពីសមាសភាពរចនាសម្ព័ន្ធនិងឥរិយាបថនៃវត្ថុធាតុទាំងអស់នៅក្នុងពិភពលោកហើយវាភ្ជាប់ដោយផ្ទាល់ទៅនឹងជីវិតប្រចាំថ្ងៃរបស់យើងផងដែរតើអ្វីទៅជារូបវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីធម្មជាតិនិងច្បាប់ដែលគ្រប់គ្រងសកលដែលមានដូចជាកម្លាំងថាមពលចលនាពន្លឺសំឡេងអគ្គិសនីនិងអាតូមចំណុចសំខាន់នៃរូបវិទ្យាមានដូចជាចលនារបៀបដែលវត្ថុផ្លាស់ទីកម្លាំងអ្វីដែលធ្វើឲ្យវត្ថុផ្លាស់ទីនិងផ្លាស់ប្ដូរទិសដៅថាមពលដែលមានដូចជាថាមពលកម្ដៅអគ្គិសនីពន្លឺជាដើមអគ្គិសនីនិងម៉ាញ៉េទិកគឺសិក្សាអំពីភ្លើងអាគុយនិងម៉ាញ៉េទិកពន្លឺនិងសំឡេងគឺជារបៀបដែលវាធ្វើដំណើរអាតូមគឺជារូបរាងតូចបំផុតនៃសារធាតុឧទាហរណ៍ប្រចាំថ្ងៃរថយន្តផ្លាស់ទីដោយសារតែច្បាប់នៃចលនាការដែលសិក្សាអំពីរូបវិទ្យាគឺការយល់ពីរបៀបធម្មជាតិដំណើរការជួយអភិវឌ្ឍបច្ចេកវិទ្យានិងជាមូលដ្ឋានសម្រាប់វិស្វកម្មនិងវិទ្យាសាស្ត្រផ្សេងៗតើអ្វីទៅជា DNA Deoxyribonucleic acid ដែលគេហៅកាត់ថា DNA វាគឺជាម៉ូលេគុលដែលផ្ទុកសែនសារពាង្គកាយមានជីវិតទាំងអស់វាដើរតួនាទីដូចជាគំរូសម្រាប់សាងសង់និងដំណើរការសត្វមានជីវិត DNA ត្រូវបានបង្កើតឡើងពីខ្សែវែង2ដែលរមូរទៅជាវង2ដែលខ្សែនីមួយៗផ្សំឡើងពីឯកតាតូចៗហៅថា nucleotide នីមួយៗមានជាតិស្ករ phosphate និងមូលដ្ឋានអាសូតលំដាប់មូលដ្ឋានទាំងនេះបង្កើតទៅជាលេខកូដសែនដែលប្រាប់កោសិកាពីរបៀបដែលបង្កើតប្រូតេអ៊ីនម៉ូលេគុលសំខាន់ៗដែលអនុវត្តមុខងារជីវិតភាគច្រើន DNA ត្រូវបានបញ្ចូលពីឪពុកម្ដាយទៅកូនចៅដែលវាធ្វើឲ្យคล้ายទៅជាមូលដ្ឋានគ្រឹះនៃការបង្កើតមនុស្សហេតុអ្វីបានជានៅលើផ្ទៃមេឃមានពណ៌ខៀវដែលតាមការស្រាវជ្រាវពន្លឺនៃព្រះអាទិត្យជាមានពណ៌ជាច្រើនទោះបីជាមើលទៅពណ៌សក៏ដោយនៅពេលដែលពន្លឺព្រះអាទិត្យមកដល់ផែនដីវាប៉ះនឹងខ្យល់នៅក្នុងបរិយាកាសពណ៌ខៀវនៅក្នុងពន្លឺមានរលកខ្លីណាស់ដូច្នេះវាត្រូវបានខ្ចាត់ខ្ចាយទៅគ្រប់ទិសទីយ៉ាងងាយស្រួលជាជាងពណ៌ផ្សេងទៀតដោយសារតែពន្លឺខៀវនេះរាលដាលពីពេញមេឃទាំងមូលនៃរបស់យើងមើលទៅឃើញមេឃពណ៌ខៀវក្នុងអំឡុងពេលថ្ងៃរះនិងថ្ងៃលិចពន្លឺព្រះអាទិត្យធ្វើដំណើរឆ្លងកាត់បរិយាកាសកាន់តែច្រើនពន្លឺពណ៌ខៀវភាគច្រើនត្រូវបានខ្ចាត់ខ្ចាយទៅឆ្ងាយមុនពេលមកដល់យើងដូច្នេះយើងភាគច្រើនមើលឃើញពណ៌ក្រហមនិងពណ៌ទឹកក្រូចដែលមិនខ្ចាត់ខ្ចាយយ៉ាងងាយស្រួលនេះហើយជាមូលហេតុដែលមើលទៅផ្ទៃមេឃឃើញពណ៌ខៀវនៅពេលថ្ងៃនិងក្រហមឬទឹក